បន្លែឆាប្រេងខ្យងមួយចាននេះហ៎បងប្អូនខ្ញុំហ៊ាននិយាយថាសម្រាប់អ្នកដែលចូលចិត្តញ៉ាំបន្លែគឺថាសាច់គោគឺអត់ដូរទេណាបងប្អូនគឺសុខចិត្តយកបន្លែមួយចានហ្នឹងតែម្ដងហើយវីដេអូថ្ងៃនេះដែរនឹងជួយបងប្អូនឲ្យបង្កើនស្នាដៃនៅក្នុងការឆាបន្លែប្រេងខ្យងឲ្យកាន់តែមានរសជាតិឆ្ងាញ់និងតំណងញ៉ាំបងប្អូនមិនមែនតែបន្លែមួយមុខហ្នឹងទេឲ្យតែបន្លែដែលយើងយកមកឆាប្រេងខ្យងបានគឺឆារបៀបហ្នឹងបានទាំងអស់តែម្ដងបងប្អូនអញ្ចឹងសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានបន្លែដែលស្តៀងទៅនឹងដើមខាត់ណាប៉ុន្តែរសជាតិវិញស្តៀងទៅនឹងដើមប្រូកូលីនិយាយទៅគឺអត់ដឹងហៅតែឈ្មោះអីតែបើមើលមកកន្លែងទៅគឺថាបន្លែហ្នឹងគឺដូចទៅនឹងខាត់ណានឹងឯងបងប្អូនដូចកូនខាត់ណាអញ្ចឹងមុននឹងយកទៅឆាគឺខ្ញុំយកមកស្រោះទឹកសិនហើយវិធីរបស់ខ្ញុំណាដើម្បីរក្សាបន្លែឲ្យនៅពណ៌បៃតងស្រស់បងប្អូនដឹងហើយគឺខ្ញុំត្រាំតែទឹកត្រជាក់ធម្មតានឹងឯងនិយាយទៅឲ្យតែទឹកនឹងត្រជាក់ត្រាំទៅគឺបៃតងស្រស់ល្អហើយស្រួយទៀតបន្ទាប់មកទៀតយើងទុកត្រាំបន្លែយើងចោលម្លែកមកយើងមកលាយគ្រឿងដើម្បីយកមកឆាប្រេងខ្យងយើងបងប្អូនគឺខ្ញុំមានស្ករសម្សៅស៊ុបទឹកត្រីទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងហើយខ្ញុំបន្ថែមម្សៅពោតឬក៏ម្សៅឆាបន្តិចហើយយើងចាក់ទឹកចូលមកបរិមាណមកល្មមដែលយើងកូរទៅរៀងខាប់ល្មមមិនរាវពេកមិនខាប់ពេកទេបងប្អូនសម្រាប់គ្រឿងផ្សំដែលខ្ញុំដាក់ហ្នឹងគឺខ្ញុំអត់ប្រាប់បងប្អូនពីបរិមាណទេព្រោះយើងឆាបន្លែចំនួនហ្នឹងវាអាចខុសគ្នាអញ្ចឹងយើងលាយទៅតាមចំណង់ចំណូលចិត្តអ្នកផ្ទះទៅណាបងប្អូនគ្រាន់តែថាគ្រឿងកូរហ្នឹងគឺមានស្ករម្សៅស៊ុបទឹកត្រីទឹកស៊ីអ៊ីវនិងប្រេងខ្យងហើយនឹងម្សៅពោតហើយទឹកធម្មតាហ្នឹងឯងបងប្អូនសម្រាប់ខ្ញុំចូលចិត្តមានខ្ទឹមបំពងស្រួយឈ្ងុយរយពីលើបន្លែហ្នឹងនៅពេលដែលឆាឆ្អិនដូច្នេះហើយខ្ញុំក៏បំពងខ្ទឹមបន្តិចទៅណាបងប្អូនគឺយកមកល្មមឲ្យស្រួយឡើងពណ៌ដូចបែបនេះហ៎បងប្អូននេះឡើងពណ៌ជើងកាឡាតបែបនេះចឹងទៅយើងអាចដួសទុកខ្លះចឹងទៅហើយយើងទុកបន្តិចនៅក្នុងហ្នឹងដើម្បីយើងឆាជាមួយបន្លែសម្រាប់បន្លែខ្ញុំពេលខ្លះតាមអារម្មណ៍ហ៎បងប្អូនពេលខ្លះខ្ញុំអត់យកមកត្រឡប់ជាមួយនឹងខ្លាញ់ចឹងទេគឺខ្ញុំគ្រាន់តែឆាទឹកដែលយើងលាយមិញហ្នឹងហើយយកមកស្រូបពីលើបន្លែដែលយើងស្រោះហើយតែម្ដងតែថ្ងៃនេះគឺខ្ញុំចង់ឲ្យបន្លែរបស់យើងហ្នឹងមានអារម្មណ៍ថាវាច្រឡូកច្រឡំឈ្ងុយជាមួយនឹងខ្ទឹមបំពងដែលយើងបំពងនៅក្នុងខ្ទះជាមួយនឹងខ្លាញ់ហ្នឹងបងប្អូនព្រោះអីពេលដែលយើងឆាខ្លាញ់ជ្រូកបែបហ្នឹងគឺទុនបន្លែឆ្ងាញ់អញ្ចឹងហើយក៏អារម្មណ៍ខ្ញុំគិតថាថ្ងៃនេះចង់ត្រឡប់សិនហើយចាំខ្ញុំចាក់ទឹកដែលខ្ញុំបានលាយមិញហ្នឹងចូលហើយយើងឆាមកត្រឡប់ឲ្យតែមកល្មមទៅគឺយើងអាចលើកឡើងបានហើយបងប្អូនតែបើជាទូទៅវិញធម្មតាគឺខ្ញុំគ្រាន់តែស្រោះបន្លែហើយទុកស្រង់ឡើងហើយទុកឲ្យស្រស់ទឹកហើយខ្ញុំយកទឹកហ្នឹងមកកូរទឹកដែលយើងលាយគ្រឿងហ្នឹងបងប្អូនមកកូរជាមួយនឹងខ្ទឹមបំពងឲ្យឡើងឈ្ងុយឡើងឆ្អិនហើយគឺយកមកស្រោចពីលើបន្លែតែម្ដងតែថ្ងៃនេះគឺអារម្មណ៍ប្រាប់ថាចង់ឆាចូលគ្នានិយាយទៅគឺអញ្ចឹងហើយបងប្អូនអើយពេលខ្លះយើងចង់ញ៉ាំអីដូចថាខុសពីរាល់ដងអីអញ្ចឹងទៅគឺពិបាកដែរអារម្មណ៍អ្នកធ្វើម្ហូបអ្នកចង់ញ៉ាំម្ហូបពេលខ្លះអញ្ចឹងណាអញ្ចឹងជាចុងក្រោយយើងរៀបបន្លែហ្នឹងឲ្យស្អាតចូលទៅក្នុងចានហើយយើងគ្រាន់តែស្រោចទឹកដែលនៅសល់ទាំងប្រហែលហ្នឹងពីលើអញ្ចឹងមកណាបងប្អូនហើយយើងរោយខ្ទឹមបំពងមកគឺជាការស្រេចហើយនិយាយទៅបងប្អូនគឺថាមួយចានហ្នឹងគឺឆ្ងាញ់ហើយឈ្ងុយខ្លាំងមែនតើបងប្អូនចង់ត្រឡប់ដូចខ្ញុំក៏បានចង់យកតែទឹកមកស្រោចពីលើក៏បានគឺតាមចំណង់ចំណូលចិត្តទេប៉ុន្តែវិធីមួយហ្នឹងគឺថាដឹងតែឆ្ងាញ់ជាប់ចិត្តតែម្ដងណាបងប្អូន